ជាបឋមខ្ញុំកណាសូមក្រាបថ្វាយបង្គំដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គព្រមទាំងសូមជម្រាបសួរបងប្អូនឈាមជ័រខ្មែរតែមួយដែលរស់នៅក្នុងលោកហើយនឹងនៅក្នុងប្រទេសការសុបិនរបស់ខ្ញុំនៅក្នុងថ្ងៃនេះបានឃើញសន្សឹមមកហើយអ្វីដែលខ្ញុំមានសេចក្តីសង្ឃឹមនោះទី1ខ្ញុំចង់និយាយអំពីសម្ដេចព្រះព្រហ្មរតនមុនីពិនសែមព្រះអង្គបាននិមន្តទៅដែនដីកម្ពុជាក្រោមដើម្បីសម្ដែងព្រះធម៌ជូនក៏ដូចជាប្រគេនព្រះសង្ឃគ្រប់អង្គហើយនឹងពុទ្ធបរិស័ទចំណុះជើងវត្តក្តីពុទ្ធបរិស័ទជុំវិញវត្តនឹងក្តីឃើញថាមានភាពអស្ចារ្យណាស់បងប្អូននេះហើយគឺជាសេចក្តីប្រាថ្នារបស់ខ្ញុំដែលខ្ញុំចង់ឃើញទី1នោះគឺព្រះសង្ឃខ្មែរយើងនៅឯកម្ពុជានៅពេលដែលព្រះអង្គនិមន្តទៅឯដែនដីកម្ពុជាក្រោមនោះគឺលោកសំដៅទៅវត្តបាទទី1គឺវត្តទី2នោះគឺព្រះអង្គសួររកតើកន្លែងណាទៅដែលជាភ្នូររបស់វីរបុរសលោកអុកញ៉ាសឿងគុយហើយព្រះអង្គចង់ទៅឃើញដោយព្រះភ័ក្ត្រផ្ទាល់របស់ព្រះអង្គថាភ្នូររបស់លោកអុកញ៉ាសឿងគុយមានអាយុកាលរាប់រយឆ្នាំនេះឥឡូវនេះបានផុសផុលក៏ដូចជាបានល្បីទូទាំងពិភពលោកដែលខ្មែរយើងគ្រប់រូបបានដឹងគ្រប់គ្នាថាភ្នូររបស់លោកអុកញ៉ាសឿងគុយនេះគឺស្ថិតនៅក្នុងវត្តจุฬามณีចេតិយនៅឯខេត្តព្រះត្រពាំងដែនដីកម្ពុជាក្រោមទី2ទៀតគឺព្រះអង្គចង់ស្វែងទៅរកកន្លែងប្រវត្តិសាស្ត្រដូចជាស្រះគូឬមួយក៏គេហៅថាគូស្រះស្រីចំណុចទាំងអស់នេះគឺជាចំណុចសំខាន់ដែលធ្វើឲ្យណាប្រជាពលរដ្ឋខ្មែរយើងទាំងក្នុងស្រុកនិងក្រៅស្រុកមានការរំភើបចិត្តយ៉ាងក្រៃលែងដូចជារូបខ្ញុំជាដើមខ្ញុំស្ទើរតែស្រក់ទឹកភ្នែកនៅពេលណាដែលសម្ដេចព្រះព្រហ្មរតនមុនីពិនសែមព្រះអង្គនិមន្តទៅដែនដីកម្ពុជាក្រោមព្រះអង្គបានសួររកថាតើភ្នូររបស់លោកតាអុកញ៉ាសឿងគុយនៅទីណាគូស្រះស្រីគូស្រះប្រុសនៅទីណាដើមឈើទាលទៀតគឺជាកន្លែងមួយដែលជាប្រវត្តិសាស្ត្រដ៏សំខាន់ព្រះអង្គចង់ទៅឃើញផ្ទាល់ដើមគគីដើមឈើទាលរបស់របស់លោកអុកញ៉ាសឿងគុយដែលដាំចុងចុះកលឡើងហើយដុះរហូតមកដល់សប្តាហ៍ថ្ងៃកន្លែងនឹងហើយធ្វើឲ្យខ្ញុំគេហៅថាបានស្រក់ទឹកភ្នែកហើយនៅក្នុងដួងចិត្តរបស់ខ្ញុំបាទស្រក់ទឹកភ្នែកនឹកឃើញថាអារម្មណ៍នឹងក្តុកក្តួលយ៉ាងខ្លាំងមែនតែនដោយសារតែព្រះអង្គទៅរកកន្លែងដែលវីរបុរសរបស់ខ្មែរយើងបានបន្សល់ទុកមកឲ្យប្រជាពលរដ្ឋខ្មែរយើងបានឃើញណាបានដឹងបានឮអំពីប្រវត្តិសាស្ត្រដ៏ពិតប្រាកដហេតុដូច្នេះហើយខ្ញុំប្រការណាខ្ញុំបាទឈ្មោះឆើយសូមថ្លែងអំណរអគុណដល់សម្ដេចព្រះព្រហ្មរតនមុនីហៅថាពិនសែមយ៉ាងក្រៃលែងដែលបង្ហាញនៅរូបភាពពិតប្រាកដជាក់ស្ដែងហើយព្រះអង្គបានទៅសម្ដែងធម៌ទេសនានៅក្នុងវត្តចុងព្រៃដែលនឹងរៀបចំធ្វើបន់បញ្ចុះខណ្ឌសីមានៅក្នុងពេលឆាប់ខាងមុខនេះហើយព្រះអង្គមានសង្ឃដីកាអំពីទឹកដីខ្មែរកម្ពុជាក្រោម
អឺ ព្រះអង្គមិនហៅណាមិនហៅថាខេត្តត្រាវិញទេព្រះអង្គមិនហៅថាប្រទេសវៀតណាមទេព្រះអង្គមានសង្ឃដីកាថាកម្ពុជាក្រោមហើយខេត្តព្រះត្រពាំងណាចំណែក ព្រះសង្ឃផ្សេងដូចជាព្រះអង្គច័ន្ទមនីមិនហ៊ានទៅកន្លែងដើមឈើទាលរបស់លោកអុកញ៉ាស៊ិនគួយទេមិនហ៊ានទៅកន្លែងភ្នូររបស់លោកអុកញ៉ាស៊ិនគួយទេមិនហ៊ានទៅកន្លែងស្រះគូសាស្រីទេព្រះអង្គទាំងពីរអង្គនេះណាខ្ញុំឃើញថាខុសគ្នាឆ្ងាយហើយចំណែកអតីតព្រះអង្គជួនកក្កដាវិញក៏ព្រះអង្គមិនបាននិមន្តទៅកន្លែងដើមឈើទាលរបស់លោកតាអុកញ៉ាស៊ិនគួយដែរហើយព្រះអង្គមិនបានទៅថ្វាយបង្គំក៏ដូចជាទៅកន្លែងភ្នូររបស់លោកអុកញ៉ាស៊ិនគួយដែរណាស្រះគូសាស្រីក៏ព្រះអង្គជួនកក្កដាលោកមិនបានទៅដែរប៉ុន្តែសម្ដេចព្រះព្រហ្មរតនមនីពិនសែមព្រះអង្គទៅដល់ទឹកដីខ្មែរកម្ពុជាក្រោមទៅសម្ដែងធម៌ទេសនាព្រះអង្គមានសង្ឃដីកាថាព្រះខេត្តព្រះត្រពាំងដែនដីកម្ពុជាក្រោមមិនហៅថាដែនដីវៀតណាមទៀតហៅថាដែនដីកម្ពុជាក្រោមនេះហើយដែលជាការសុបិនរបស់ខ្ញុំជាយូរឆ្នាំមកហើយដែលខ្ញុំចង់ឃើញនៅរឿងពិតរបស់ណារបស់ខ្មែរយើងដែលអញ្ជើញទៅណាទៅទឹកដីខ្មែរកម្ពុជាក្រោមហើយព្រះសង្ឃខ្មែរនៅកម្ពុជានិមន្តទៅដែនដីកម្ពុជាក្រោមហើយហ៊ាននិយាយការពិតអំពីរឿងទាំងអស់នេះក៏ដូចជាអំពីប្រវត្តិសាស្ត្រហើយហ៊ានចោះទៅគេហៅថាថ្វាយបង្គំក៏ដូចជាចោះទៅមើលផ្ទាល់នៅកន្លែងដើមឈើដើមកគីដើមឈើទាលរបស់លោកអុកញ៉ាស៊ិនគួយចុះទៅគូស្រះស្រីហើយនឹងកន្លែងភ្នូររបស់លោកតាអុកញ៉ាស៊ិនគួយហើយហ៊ានហៅក៏ដូចជាហ៊ានបញ្ចេញគេហៅថាសង្ឃដីកាថាកម្ពុជាក្រោមហើយនឹងខេត្តព្រះត្រពាំងពីព្រោះជារឿងពិតយើងមិនបាននិយាយអ្វីខុសទេចំណែកព្រះសង្ឃខ្មែរកម្ពុជាក្រោមវិញមិនហ៊ានហៅខ្លួនឯងវិញទេអត់ហ៊ានហៅថាទឹកដីខ្មែរកម្ពុជាក្រោមជាទឹកដីជាខ្មែរកម្ពុជាក្រោមណាដែលសូម្បីតែខ្មែរពាក្យថាខ្មែរកម្ពុជាក្រោមក៏ព្រះអង្គមិនហ៊ានហៅខេត្តព្រះត្រពាំងក៏ព្រះអង្គមិនហ៊ានហៅដែរនឹងចំណែកព្រះសង្ឃនៅឯកម្ពុជាក្រោមប៉ុន្តែដោយសារតែព្រះអង្គមានការភ័យខ្លាចអំពីការគៀបសង្កត់របស់រដ្ឋាភិបាលយួននេះហើយបានព្រះអង្គមិនហ៊ានបញ្ចេញសង្ឃដីកាថាខ្មែរកម្ពុជាក្រោមឬមួយក៏ខេត្តព្រះត្រពាំងនឹងខ្ញុំនិយាយអំពីព្រះសង្ឃនៅឯកម្ពុជាក្រោមណាប៉ុន្តែផ្ទុយទៅវិញព្រះសង្ឃនៅឯកម្ពុជាណាព្រះសម្ដេចព្រះព្រហ្មរតនមនីពិនសែមព្រះអង្គហ៊ានបញ្ចេញសង្ឃដីកាថាកម្ពុជាក្រោមហើយខេត្តព្រះត្រពាំងពីព្រោះវាជារឿងពិតយើងមិនបានកន្លែងប្រវត្តិសាស្ត្រទេបើយើងកន្លែងប្រវត្តិសាស្ត្រអានោះបានជារឿងមួយដែលយើងមានកំហុសប៉ុន្តែបើយើងមិនបានកន្លែងប្រវត្តិសាស្ត្រគឺគ្មានអ្វីខុសនោះទេបងប្អូនសួនបាត់ដំបង
hệ đôi chân này hơi nhưng bạn xôm ông piêu và nhiều đó pre song crop on để luôn nôi Campuchia nâng cầm buông tại cung nôi Campuchia nâng prom tiếng nó chia parat khmer tiếng để cầm buông tại luôn nôi không Campuchia nâng xôm người ta cho tàu lên Campuchia crom ỏi bàn trơn khné mà tên ni hơi cứ chia ca nó samaki khné rồi viên khmer Campuchia crom hơi nâng khmer Campuchiaกันดาล ở dương đừng làm piประวัติศาสตร์ปิดประกอบở dương đừng làm pi រឿងពិតណារបស់គេហៅថាខ្មែរយើងតាំងពីដើមមកពីព្រោះខ្មែរយើងជាប្រទេសមួយគេហៅថាមហានគរពីដើមឡើយគឺប្រទេសមហានគរនោះធំណាស់បងប្អូនហើយប្រជាប្រដ្ឋខ្មែរក្រមក៏ហើយនឹងខ្មែរកណ្ដាលហើយខ្មែរសរិននោះក៏មិនតិចដែរហេតុដូច្នេះហើយបងប្អូនត្រូវតែរត់រកគ្នាឈាមរត់រកឈាមខ្មែររត់រកខ្មែរណាយើងធ្វើម៉េចបងប្អូនយើងបាត់គេហៅថាបាក់បែកគ្នារាប់រយឆ្នាំក៏ដូចជារាប់ចូលពាន់ឆ្នាំមកហើយហេតុដូច្នេះហើយសូមបងប្អូនខ្មែរយើងត្រូវតែរត់រកគ្នាឲ្យបានគេហៅថាញឹកញាប់ហើយរត់រកគ្នាឲ្យបានជិតស្និទ្ធយើងត្រូវតែចេះស្រឡាញ់ខ្មែរនិងខ្មែរណាខ្មែរកណ្ដាលខ្មែរក្រមខ្មែរលើយើងទាំងអស់គ្នានឹងយើងត្រូវតែសាមគ្គីគ្នាហើយបាទយើងមានជោគជ័យនៅក្នុងថ្ងៃអនាគតអញ្ចឹងជាចុងបញ្ចប់នេះខ្ញុំបាទសូមប្រសិទ្ធពរជូនពរដល់ខ្មែរយើងទាំងអស់គ្នាណាទាំងក្នុងប្រទេសនិងក្រៅប្រទេសខ្មែរក្រមខ្មែរកណ្ដាលខ្មែរលើយើងទាំងអស់នឹងសូមឲ្យបងប្អូនខ្មែរយើងទាំងអស់នឹងឲ្យជួបប្រទេសតែសេចក្តីសុខសេចក្តីចម្រើនគឺមានអាយុវណ្ណៈសុខៈពលៈហើយនឹងបដិភាណៈកំបីឃ្លានឡៃហងខ្ញុំបាទឈ្មោះឆើយរាយការណ៍ពីទីក្រុងសៀរ៉ូរដ្ឋ Washington State សហរដ្ឋអាមេរិកសូមអរគុណសូមជម្រាបលាបាទ